ទីបំផុតជំងឺកកស្ទះចរាចរណ៍រ៉ាំរ៉ៃនៅផ្លូវលេខ156ត្រូវបានដោះស្រាយគណៈមហាជនរងចាំមើលពីប្រសិទ្ធភាពចំណាត់ការរបស់អាជ្ញាធរក្រោយការផ្សព្វផ្សាយជាបន្តបន្ទាប់របស់អង្គភាពសារព័ត៌មាន The Real News ជុំវិញភាពអនាធិបតេយ្យនៃការរំលោភយកចំណីផ្លូវសាធារណៈធ្វើអាជីវកម្មនៅទីបំផុតកាលពីព្រឹកថ្ងៃទី2ខែមីនាឆ្នាំ2026កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ7មករាដឹកនាំដោយលោកណប់ផាអភិបាលរងខណ្ឌបានចុះមកដោះស្រាយបញ្ហានេះដោយផ្ទាល់តែម្ដងយោងតាមទស្សនវិជ្ជាជាក់ស្ដែងដែលក្រុមការងារយើងបានចុះថតព្រឹកមិញនេះឃើញថាស្ថានភាពចរាចរណ៍មានភាពប្រសើរឡើងច្រើនដោយមិនមានការចតរថយន្តរញ៉េរញ៉ៃពេញទ្រូងផ្លូវដូចមុនទៀតឡើយទោះជាយ៉ាងណាក៏ដោយការរៀបចំនេះនៅមិនទាន់បាន 100% នោះទេដោយសារនៅលើចិញ្ចើមផ្លូវនៅតែសេសសល់គ្រឿងបន្លាស់យានយន្តដូចជាក្បាលឡាននិងទ្វារឡានជាដើមដែលដាក់រីប៉ាយបិទផ្លូវថ្មើរជើងជុំវិញបញ្ហានេះអាជ្ញាធរបានព្រមានទៅកាន់ម្ចាស់យានដ្ឋាន Automax ស្ដេចថាបើមិនព្រមរើគ្រឿងបន្លាស់និងសម្ភារៈទាំងនេះចេញពីចិញ្ចើមផ្លូវទេនោះកម្លាំងចម្រុះនឹងប្រើវិធានការស្ទូចចេញតែម្ដងដោយមិនមានការលើកលែងឡើយម្ចាស់យានដ្ឋានក៏បានសន្យាចំពោះមុខអាជ្ញាធរថានឹងអនុវត្តតាមការណែនាំនេះឲ្យបានឆាប់បំផុតជាមួយគ្នានេះលោកណប់ផាអភិបាលរងខណ្ឌ7មករាបានបញ្ជាក់ពីគោលការណ៍ថាយើងទទួលយកគ្រប់វិស័យប៉ុន្តែធ្វើម៉េចកុំឲ្យប៉ះពាល់ដល់មហាជនដែលធ្វើដំណើរតាមផ្លូវសាធារណៈបើមនុស្សតែ1នាក់2នាក់ធ្វើឲ្យប៉ះពាល់ដល់មហាជនរាប់ពាន់រាប់ម៉ឺននាក់គឺអាជ្ញាធរមិនអាចទទួលយកបានទេយើងត្រូវធ្វើយ៉ាងណាឲ្យសមភ្នែកនិងឲ្យអ្នកធ្វើដំណើរអាចទទួលយកបានដោយឡែកចំពោះភាគីខាងសាលារៀនដែលនៅក្បែរនោះអាជ្ញាធរក៏បានចុះណែនាំផងដែរខាងសាលាបានអះអាងថាខ្លួនមានចំណត់ត្រឹមត្រូវចំណែកយានយន្តដែលចតរញ៉េរញ៉ៃកន្លងមកគឺជារបស់ប្រជាពលរដ្ឋដែលរស់នៅជិតខាងម្ដុំនោះអាជ្ញាធរមិនបានបន្ទោសសាលាទេតែបានស្នើសុំឲ្យខាងសាលាជួយប្រាប់ទៅអាណាព្យាបាលដែលមកទទួលកូនសុំឲ្យចតយានយន្តមានរបៀបរៀបរយដើម្បីជៀសវាងការកកស្ទះចរាចរណ៍ទោះបីជាឃើញមានចំណាត់ការនៅថ្ងៃនេះក៏ដោយប៉ុន្តែអ្វីដែលមហាជនកំពុងរងចាំអ៊ុតមើលបំផុតនោះគឺប្រសិទ្ធភាពនៃចំណាត់ការរបស់រដ្ឋបាលខណ្ឌ7មករាតើអាចរក្សាសណ្ដាប់ធ្នាប់និងទប់ស្កាត់ក្រុមដែលយកផ្លូវថ្នល់ធ្វើអាជីវកម្មផ្ទាល់ខ្លួនបានយូរអង្វែងកម្រិតណាយើងខ្ញុំនឹងនៅតែបន្តតាមដានរឿងនេះមិនឲ្យដាច់ឡើយខ្ញុំបាទពិសិដ្ឋសុធិរិទ្ធពី The Real News